Chúng đi xưa bóng ônទាំងអស់គ្នាមកសមិញហ្នឹងខ្ញុំបានចេញវីដេអូតាក់ទងជាមួយនឹងការសំណូមពររបស់ខ្ញុំសម្រាប់បងប្អូនពលករថៃពលករកម្ពុជាយើងដែលកំពុងតែធ្វើការនៅប្រទេសថៃក៏ដូចជាអ្នកចង់ត្រឡប់មកប្រទេសកម្ពុជាយើងវិញហើយបន្ទាប់ពីខ្ញុំបានចេញវីដេអូហ្នឹងមកក៏មានបងប្អូនខ្លះគាត់ក៏បានសួរថាឲ្យគាត់ត្រឡប់មកស្រុកខ្មែរវិញហ្នឹងថាតើគាត់ធ្វើអីព្រោះហងៃគាត់កំពុងតែមានការបំពេញការងារនៅខាងប្រទេសថៃអញ្ចឹងណាចឹងចំណុចខ្ញុំបញ្ជាក់បងប្អូនម្ដងទៀតប្រាប់ថាដោយរាជរដ្ឋាភិបាលលោកប្រកាសមកអញ្ចឹងថាมันមានការបង្ខិតបង្ខំឲ្យត្រឡប់មកវិញទេបើសិនបើបងប្អូននៅចំកន្លែងធ្វើការដែលសុខស្រួលហើយបងប្អូននៅបន្តទៀតចោះប៉ុន្តែការដែលហៅត្រឡប់មកវិញនេះគឺហៅតែអ្នកដែលគាត់នៅមិនសុខមានគេធ្វើទុកបុកម្នេញឬអើងចេះមួយចុះពីរអាចត្រឡប់មកវិញបានប៉ុន្តែមួយទៀតអ្នកដែលគាត់ចង់គិតថាអូបើជ្រុលជាគេមកឲ្យមកអង្គគេដែរអីចឹងណាអញ្ចឹងក៏អាចមកបានដូចគ្នាដែរដោយសារអីស្រុកខ្មែរយើងក៏កំពុងតែខ្វះកម្លាំងពលកម្មការងារដូចគ្នាបិទត្រឹមហ្នឹងសិនចូលមករឿងសំណួរសួរថាឲ្យមកស្រុកខ្មែរហ្នឹងថាតើមានអីធ្វើគាត់ថាមកធ្វើអីមានការងារអីឲ្យធ្វើចឹងទៅកន្លែងនេះខ្ញុំគាត់តែចង់ប្រាប់បងប្អូនមិនដឹងថាបងប្អូនខ្លះគាត់បានទទួលព័ត៌មានហើយខ្លះក៏នៅហើយក៏សុំទោសទុកមុនដែរបើសិនបើបងប្អូនចង់នៅប្រទេសថៃបន្តក៏អត់មានជាការហាមឃាត់ចាប់ទោសអូដំណើរអីដែរប៉ុន្តែគាត់ថាបើសិនបើបងប្អូនគិតថាចង់មកធ្វើការនៅទឹកដីយើងវិញអានេះខ្ញុំមិនមែនជាអ្នកជំនាញអ្នកអីទេប៉ុន្តែគាត់ថាតាមដែលខ្ញុំដឹងដោយយោងទៅតាមក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជាយើងដែលតែងតែបញ្ជាក់ប្រាប់បងប្អូនតាមរយៈព័ត៌មានផ្សេងណាចាអញ្ចឹងរាល់ថ្ងៃនេះកម្ពុជាយើងខ្វះកម្លាំងពលកម្មការងារសម្រាប់បំពេញនៅក្នុងវិស័យឧស្សាហកម្មវិស័យកសិកម្មក៏ដូចជាវិស័យផ្សេងហ្នឹងរហូតដល់ទៅ230000កន្លែងបើយើងគិតទៅអាចនិយាយបានថាឧទាហរណ៍ថា230000នាក់ទៅចុះចឹងរាល់ថ្ងៃឃើញប្រទេសកម្ពុជាយើងប៉ុណ្ណឹងមែនតូចមែនប៉ុន្តែកម្លាំងការងារនៅតាមរោងចក្រមួយចំនួនគឺនៅខ្វះនៅឡើយទេអត់មានអ្នកមកធ្វើការដើម្បីឲ្យទាន់ផលិតកម្មសម្រាប់នាំចេញអីហ្នឹងគឺនៅខ្វះឡើយណាចាអញ្ចឹង230000នាក់ហ្នឹងសម្រាប់បងប្អូនដែលទៅប្រទេសថៃបើយល់ថាអាចចង់ត្រឡប់មកស្រុកខ្មែរវិញក៏អាចសាក់លបងបានដោយសារតែអញ្ចេះបងប្អូនឥឡូវនេះគឺបន្ទាប់ពីរដ្ឋាភិបាលលោកប្រកាសអញ្ចឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈហ្នឹងក៏បានសហការរៀបចំទីតាំងមណ្ឌលសម្ចតសម្រាប់បងប្អូននៅទួលដែរនឹងតែម្ដងអញ្ចឹងបងប្អូនមកបងប្អូនគិតថានៅក្នុងឱកាសហ្នឹងខ្ជិលត្រឡប់ទៅផ្ទះវិញណាបងប្អូនឆ្លៀតរកការងារឲ្យហើយអញ្ចឹងបងប្អូនចូលទៅកន្លែងមណ្ឌលសម្ចតរបស់ក្រសួងការងារដែលនៅកន្លែងព្រំដែននឹងតែម្ដងណាចាអញ្ចឹងទីតាំងនៅប៉ោយប៉ែតហ្នឹងបងប្អូនចូលកន្លែងហ្នឹងចូលកន្លែងមណ្ឌលសម្ចតហ្នឹងហើយកន្លែងគេដាក់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអីគេនៅកន្លែងហ្នឹងបងប្អូនទៅឃើញហើយសួរមន្ត្រីនៅកន្លែងហ្នឹងអញ្ចឹងគេនឹងប្រាប់ហើយអញ្ចឹងបងប្អូនអាចចូលទៅកន្លែងហ្នឹងបងប្អូនពិគ្រោះជ្រើសរើសការងារចង់ទៅតំបន់ណាចង់ទៅទីតាំងណាហើយលក្ខខណ្ឌអីគេខ្លះធ្វើមិនទើបអាចទៅធ្វើការបានអញ្ចឹងមួយចុះពីគេនឹងពិគ្រោះឲ្យបងប្អូននៅកន្លែងហ្នឹងពីព្រោះដោយសារតែថ្ងៃដូចជាថ្ងៃ23មិថុនានេះចាគឺមានបងប្អូនពលករមកពីប្រទេសថៃហ្នឹងដូចជាច្រើនប៉ុន្តែមាន34នាក់គាត់សម្រេចចិត្តមកដល់ភ្លាមចូលទៅកន្លែងមណ្ឌលសម្ចតនឹងភ្លាមហើយស្វែងរកការងារធ្វើភ្លាមឡើងឡានឆ្ពោះទៅខេត្តកោះកុងភ្លាមហ្មងពួកអីគាត់ទៅធ្វើការងារផ្នែកកសិកម្មនិងផ្នែកឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសជេជៀងនៅខាងខេត្តកោះកុងចានៅខាងនោះដូចជាមានបញ្ជូនពួកគាត់ទៅតំបន់សេដ្ឋកិច្ចពិសេសជេជៀងមួយហើយនិងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងអញ្ចឹងគាត់ចេញត្រង់ទៅហ្មងចេញពីប្រទេសថៃចូលមកទួលដែនយើងហើយចាប់ផ្ដើមរើសការងារហើយឡើងឡានត្រង់ទៅខេត្តកោះកុងតយកហ្មងអញ្ចឹងគឺកន្លែងហ្នឹងគឺថាមានការងារកំពុងតែចាំបងប្អូនហៅស្រេចហើយអញ្ចឹងបងប្អូនគ្រាន់តែមកដល់ពីគ្រោះកន្លែងហ្នឹងទៅចាស្រឡាញ់ផ្នែកអីស្រឡាញ់ក្រុមហ៊ុនណាស្រឡាញ់ទីតាំងខេត្តខណ្ឌណាមួយបងប្អូនជ្រើសរើសតាមហ្នឹងទៅហើយធ្វើការសម្ភាសពិភាក្សាគ្នាជាមួយនឹងមន្ត្រីជំនាញហើយតាក់ទងជាមួយនឹងរបាយការណ៍230000នាក់ដែលយើងកំពុងតែខ្វះកម្លាំងការងារហ្នឹងណាបងប្អូនគឺអាចនិយាយមិនថាបងប្អូនអាចជ្រើសរើសបាននិយាយរួមទៅគឺទាំង25ខេត្តក្រុងនៅកម្ពុជាយើងតែម្ដងអានេះខ្ញុំសូមមើលរបាយការណ៍ខ្ញុំណូតបន្តិចដោយសារតែយើងចាំអត់អស់ទេហើយសូមលើកយកតែខេត្តដែលត្រូវការកម្លាំងខ្លាំងពលកម្មច្រើនចាប៉ុន្តែបងប្អូនមើលលើអេក្រង់ហ្នឹងខ្ញុំដាក់ទីតាំងឲ្យបងប្អូនមើលបានចាទី1ខេត្តកំពង់ស្ពឺឥឡូវហ្នឹងកំពុងតែខ្វះកម្លាំងពលកម្មច្រើនជាងគេរហូតដល់ទៅជាង63000នាក់
អាហ្នឹងតែខេត្តកំពង់ស្ពឺមួយទេសម្រាប់បងប្អូនដែលចង់ទៅធ្វើការនៅខេត្តកំពង់ស្ពឺបងអាចទៅបានហើយសម្រាប់រាជធានីភ្នំពេញយើងនេះក៏កំពុងតែខ្វះកម្លាំងពលកម្មការងារបម្រើការងារឲ្យវិស័យផ្សេងហ្នឹងគឺជាង 35,000 នាក់ដូចគ្នាយើងមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញតំបន់សេដ្ឋកិច្ចពិសេស Royal Group តំបន់សេដ្ឋកិច្ចពិសេសឬក៏រោងចក្រផ្សេងនៅតាមទីតាំងផ្សេងនៅរាជធានីភ្នំពេញហើយតកតងជាមួយនឹងខេត្តខាងខេត្តស្វាយរៀងក៏ជាទីតាំងសក្តានុពលមួយដែរមានតំបន់សេដ្ឋកិច្ចពិសេសក៏មានចាទីតាំងបណ្ដុំរោងចក្រផ្សេងរោងចក្រកង់រោងចក្រអីហ្នឹងណាចាផលិតកង់ផលិតអីផ្សេងនៅនឹងក៏មានដែរហើយស្វាយរៀងខ្វះកម្លាំងការងារជាង 31,000 នាក់ដូចគ្នាចាខ្វះកម្លាំងពលករខ្វះកម្លាំងការងារកម្លាំងបងប្អូនទៅធ្វើការចាហើយនៅដោយឡែកខាងកំពង់ឆ្នាំងក៏ខ្វះកម្លាំងពលកម្មជាង 18,000 នាក់ខេត្តកណ្ដាលយើងនេះក៏ខ្វះកម្លាំងពលកម្មជាង 15,000 នាក់ខេត្តតាកែវនេះក៏ខ្វះកម្លាំងពលកម្មជាង 13,000 នាក់ក៏ដូចជានៅខេត្តផ្សេងទាំងអស់ទាំង25រាជធានីខេត្តហ្នឹងគឺយើងនៅខ្វះនៅឡើយទេអញ្ចឹងបើបងប្អូនពិចារណាថាទៅនៅស្រុកគេប្រាក់ខែបើកមកខ្ញុំមិនដឹងថាបងប្អូនទៅបានចំណូលប្រមាណនៅក្នុងមួយខែទេប៉ុន្តែបើបងប្អូនគិតថាបើទូទាត់ជាមួយគ្នាទៅមិនជាលើខ្វះគ្នាប្រមាណចង់មកនៅស្រុកខ្មែរវិញក៏ល្អដែរព្រោះថារាល់ថ្ងៃអានេះតាមខ្ញុំដឹងណាបងប្អូនកម្មការនីរោងចក្រយើងគាត់ធ្លាប់និយាយគាត់ថាប្រាក់ខែគោលជាង$200អញ្ចឹងបើសិនបើអ្នកដែលគាត់ប្រឹងប្រែងមែនតើគាត់ថែមម៉ោងមានសៅរ៍មានអាទិត្យអីទៀតទៅអញ្ចឹងទៅក្នុងមួយខែគាត់អាចរកបានអ្នកខ្លះ400អ្នកខ្លះទៅ500អីចឹងទៅមានអ្នកខ្លះលោតទៅដល់លើហ្នឹងក៏មានដែរចាអានេះមិនមែនបំពុលទេប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនកម្មការនីដែលបានមើលហើយមានចំណូលខ្ទង់កម្រិតហ្នឹងបងប្អូនអាចខមមិនបានទុកជាផតាំងដើម្បីបងប្អូនផ្សេងគាត់បានឃើញដូចគ្នាចាអាហ្នឹងសម្រាប់យើងនិយាយទៅរឿងថែមម៉ោងថែមអីទេយើងនៅមានអត្ថប្រយោជន៍ផ្សេងយើងនៅមានបសសផ្សេងទៀតពីព្រោះកម្ពុជាយើងឥឡូវនេះសម្រាប់វិស័យបសសសម្រាប់ផ្នែកបសសហ្នឹងគ្របដណ្ដប់ទូលាយសម្រាប់ឲ្យបងប្អូនកម្មការនីនឹងអតិភិបខ្ពស់ជាងគេហ្មងអញ្ចឹងជូនទៅបងប្អូនទាំងអស់គ្នាពិចារណាទេថាតើគួរតែមកបំពេញការងារនៅក្នុងទឹកដីយើងទី1ជួយជំរុញទៅដល់អ្នកវិនិយោគនៅក្នុងស្រុកយើងឲ្យមានកម្លាំងគ្រប់គ្រាន់ដើម្បីផលិតទាន់ការបញ្ជាទិញពីក្រៅប្រទេសមកចឹងទៅហើយមួយទៀតវាជួយទៅដល់សេដ្ឋកិច្ចរបស់យើងចរន្តលុយនៅក្នុងស្រុកយើងធ្វើការនៅក្នុងស្រុកយើងចាយលុយក្នុងស្រុកចាហើយគឺចរន្តដោះដូរគឺវានៅក្នុងនឹងឯងខ្ញុំមិនអ្នកជំនាញសេដ្ឋកិច្ចប៉ុន្តែគាត់ថាខ្ញុំគិតមើលទៅវាអាចមានផលចំណេញច្រើនហើយបងប្អូននៅក្នុងស្រុកបងប្អូនអត់ចំណាយនៅក្នុងការធ្វើដំណើរផ្លូវឆ្ងាយពេលទៅមកម្ដងអីអញ្ចឹងទេហើយមួយវិញទៀតនៅក្នុងស្រុកបងប្អូនចង់ចង់នៅជាមួយឪពុកម្ដាយបងប្អូនសាច់ញាតិល្ងាចជួបគ្នាអីអញ្ចឹងទៅគឺបានវាស្រួលជាងហើយវាសំខាន់ត្រង់ថាយើងនៅក្នុងទឹកដីយើងទោះបីជាណាក៏វាកក់ក្ដៅជាងដូចគ្នាដែរប៉ុន្តែខ្ញុំនៅតែនិយាយថាអញ្ចេះបងប្អូននៅតែមានការសម្រេចចិត្តដោយខ្លួនឯងបើសិនបើបងប្អូនជាពលករនៅប្រទេសថៃបងប្អូនរស់នៅបានសុខហើយមិនមានការរើសអើងអីទេបងប្អូននៅបន្តទៀតចុះពីព្រោះរដ្ឋាភិបាលលោកអត់បខំទេលោកគ្រាន់តែបង្ហាញជាជំរឿនសម្រាប់បងប្អូនទេប៉ុន្តែបើសិនជាគិតថាបងប្អូនចង់មកកម្ពុជាយើងវិញបងប្អូនមកអញ្ចឹងបងប្អូនមកដល់ច្រកប៉ោយប៉ែតហ្នឹងបងប្អូននៅកន្លែងមណ្ឌលទីតាំងសំចតហ្នឹងបងប្អូនសួរទៅគេមានមន្ត្រីក្រសួងការងារនៅហ្នឹងគេនឹងប្រាប់យើងហើយសម្ភារភ្លាមដាក់ពាក្យភ្លាមជ្រើសរើសកន្លែងធ្វើការភ្លាមអីហ្នឹងគឺមានមួយសេតនៅកន្លែងហ្នឹងហ្មងអញ្ចឹងអីដែលសំខាន់វីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេជូនទៅដល់បងប្អូនទាំងអស់គ្នាបើសិនបើមានខុសទាស់កន្លែងណាសូមកុំប្រកាន់សូមអរគុណហើយសូមគោរពលាផងដែរ